បាទពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានស្មៅរុក្ខជាតិមួយបែបបងប្អូនណាគឺស្មៅប្រមោយដំរីបាទហើយស្មៅប្រមោយដំរីនេះគឺមានអត្ថប្រយោជន៍និងគុណប្រយោជន៍ច្រើនណាស់សម្រាប់ព្យាបាលជំងឺបងប្អូនហ្នឹងហើយពុកម៉ែបងប្អូនមួយចំនួនលោកស្គាល់ហើយប៉ុន្តែលោកមិនទាន់ដឹងថាគុណប្រយោជន៍អត្ថប្រយោជន៍នៃស្មៅប្រមោយដំរីនេះត្រូវនឹងជំងឺអីខ្លះទេបងប្អូនអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមធ្វើបទបង្ហាញជូនអំពីគុណប្រយោជន៍នៃស្មៅប្រមោយដំរីជូនដល់ពុកម៉ែបងប្អូននិងអ៊ំពូមាមីងទាំងអស់ឲ្យបានដឹងពីគុណប្រយោជន៍របស់ស្មៅប្រមោយដំរីនេះពេលដែលបងប្អូនឃើញដុះនៅតាមកែងរបងទៅតាមចិត្តផ្ទះយើងនៅតាមរងបន្លែអញ្ចឹងបងប្អូនកំចាំងចោលបងប្អូនណាបងប្អូនបេះហាលវាឲ្យស្អាតថ្ងៃកិនធ្វើជាម្សៅឬក៏ដាំទឹកហូបទៅបងប្អូនណាហើយអត្ថប្រយោជន៍នៅក្នុងដើមប្រមោយដំរីនេះបងប្អូនណាគឺវាមានអត្ថប្រយោជន៍ច្រើនបាទសម្រាប់សុខភាពគេប្រើប្រាស់រុក្ខជាតិនេះគឺធ្វើជាឱសថព្យាបាលជំងឺដូចជាជំងឺនោមតិចនោមចិញ្ចៀមហើមបណ្ដាលមកពីរលាកតម្រងនោមអញ្ចឹងណាពុកម៉ែបងប្អូនហើយប្រឆាំងការរលាកជាពិសេសហ្នឹងហើយនឹងការហើមបងប្អូនរលាកនឹងហើមណាបងប្អូនណាហើយកម្រិតនៅក្នុងការប្រើប្រាស់ណាពុកម៉ែបងប្អូនយើងយកវាហាលឲ្យស្ងួតកិនជាម្សៅពុកម៉ែបងប្អូនកម្រិតពី3ទៅ6ក្រាមណាបងប្អូនឬស្ងោរផឹកជាទឹក200ទៅ400មីលីលីត្រសម្រាប់ព្យាបាលជំងឺរលាកតម្រងនោមណាពុកម៉ែបងប្អូនដែលកំពុងតែមានជំងឺរលាកតម្រងនោមចឹងហើយហើមលើស្បែកណាពុកម៉ែបងប្អូនហ្នឹងហើយដុំហើមលើស្បែកឬក៏វាមានដុំអីនៅក្នុងសាច់របស់យើងអញ្ចឹងនឹងបិទកន្លែងហើមណាបងប្អូនណាហាមប្រើចំពោះអ្នកដែលមានជំងឺរលាកថ្លើមបងប្អូនបើមិនបងប្អូនណាមានជំងឺរលាកថ្លើមគឺមិនអាចប្រើប្រាស់បានទេណាចំពោះស្មៅប្រមោយដំរីនេះនឹងខ្ញុំបញ្ជាក់ជូនបងប្អូនហ្នឹងហើយបើសិនជាបងប្អូនបានឃើញកុំបោចចោលអីណាស្មៅប្រមោយដំរីនេះគឺមានគុណប្រយោជន៍សម្រាប់ព្យាបាលជំងឺហ្នឹងហើយគឺមានបានច្រើនមុខដែរដូចជានោមតិចនោមចិញ្ចៀមហើមបណ្ដាលមកពីរលាកតម្រងនោមនិងប្រឆាំងការរលាកនឹងហើមបងប្អូនហ្នឹងហើយបើសិនជាបងប្អូនមានបញ្ហាអញ្ចឹងបងប្អូនយកដាំទឹកហូបទៅឬក៏កិនជាម្សៅទៅណាបងប្អូនណាហាលស្ងួតកិនជាម្សៅទៅបាទអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនហ្នឹងហើយសូមជួយចែករំលែកផងឲ្យដល់បងប្អូនទាំងអស់គ្នាបានដឹង